បាទថ្ងៃនេះដែរខ្ញុំទំនេរពីការងារក៏មកលេងផ្ទះម៉ែនៅភូមិចំការជ័យឃុំរថទឹកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបាទនេះម៉ែគាត់កំពុងតែជីដំឡូងឲ្យទុកឲ្យយកទៅហូបអញ្ចឹងណាដំឡូងនេះគឺហៅថាដំឡូងកៃពឹងដំឡូងហ្នឹងគឺមានរសជាតិឆ្ងាញ់ផ្អែមឆ្ងាញ់ស្អិតហើយដោយសារពូជហ្នឹងគឺតាំងតែកាលពីពុកនោះរស់គាត់ទិញយកមកដាំក៏តរហូតនេះជិត10ឆ្នាំហើយក៏ដាំតទៅទុកហូបទុកអាហ្នឹងអាចស្លក៏បានស្ងក៏បានជាពិសេសធ្វើផ្អែមគឺឆ្ងាញ់មានរសជាតិឆ្ងាញ់ដំឡូងកៃពឹងហើយមើមវាក៏ច្រៅដែរនេះពិបាកជីកដែរហ្នឹងនេះធំគ្រាន់ដែរជីកបានច្រើនហើយជា10គីឡូជាងទុកយកទៅស្ងោរហូបហើយផ្ទះម៉ែដែរគឺដំណាំ100មុខស្អីក៏មានដែរដំណាំស្លមានដូចជាលហុងដូងចេកល្មុតមគុតសេដាម៉ាក់ប្រេងម៉ាក់ប្រាងត្រាវអីក៏មានដែរក្រូចឆ្មាក្រូចពោធិ៍សាត់ក្រូចថ្លុងគ្រប់មុខគឺស្រួលណានៅនឹងគឺបើថាបន្លែផ្លែឈើគឺអត់បាច់ទិញទេគឺសិតតែរបស់ដាំដោយខ្លួនឯងធម្មជាតិពិតហើយយើងបើថាធ្វើម្ហូបយើងទិញតែសាច់អីគ្រឿងទេសទីទួយទេអត់សូវចំណាយទេនៅនឹងគឺដំឡូងនេះល្អណាស់គឺថ្មីយកទៅស្ងោរគឺមានរសជាតិឆ្ងាញ់ផ្អែមឆ្ងាញ់ស្អិតទុកបានយូរនេះមានទូចមានធំនេះបាទអ្នកជីកឲ្យនឹងគឺប្អូនប្រុសរបស់ខ្ញុំនិងម៉ែប្រពន្ធរបស់ខ្ញុំគាត់កំពុងជីកដែរនេះជីកពងមាន់ត្រប់ក្រូចថ្លុងនេះក្រូចថ្លុងក៏បិទទៅក្រូចថ្លុងហ្នឹងគឺសារទី2នេះវាចង់ដៃហើយអានេះផ្លែមកភាសាទៀតក្រូចថ្លុងហ្នឹងមានរសជាតិផ្អែមកំពឹសសរសជាតិផ្អែមអានេះក៏ដូចគ្នាដែរគឺតាំងពីការពុកនៅរស់គឺគាត់បានពូជមកពីណាដែរគឺផ្អែមដាំអានេះគាត់ជួយចិត្តដោយសារគាត់ជួយចិត្តគាត់ទៅរកទិញពូជគេយកមកដាំគឺពេញដីហ្នឹងឯងស្អីក៏មានដែរជីបើថាខាងក្រោមវិញគឺសាជីសកើចជីពលត្រីជីសង្កហុំផាឡំផ្លោងកែបគឺសិតតែរបស់ញ៉ាំបានលក់បានម៉ែគាត់បេះលក់អានេះដែរគឺចេកពងមាន់គឺល្អឯសាដីនេះក៏ចាក់ថ្មីដែរចេកពងមាន់ងាកទៅនោះវិញក៏មានក្រូចយងងាកទៅណាក៏របស់ញ៉ាំរបស់ហូបបានរបស់លក់បានទៀតម៉ែគាត់បេះលក់រាល់ថ្ងៃមានពីងដាក់ក្រមអូគឺតិចម៉ែគាត់ថាអូឲ្យថតក្រូចនេះក្រូចថ្លុងក្រូចនេះមានរសជាតិឆ្ងាញ់ណាផ្អែមណាហើយជាផ្ទះបងប្អូនអ្នកទាំងអស់គ្នាក៏មានដំណាំដូចទៅនឹងដែរតែកន្លែងនៅតំបន់ខ្លះក៏អត់សូវមានដែរបាទនេះគឺចេកអំបូងបាទតយងហើយមកស្ទងហ្នឹងវែងច្រើនស្និតគឺងាកទៅណាក៏ឃើញតែរបស់ញ៉ាំតែរបស់ហូបទាំងអស់ដូងតែដូងក៏មានដើមខ្ពស់ដើមទៀបទៀបក៏កៅហូបបានទៅអាណាខ្ពស់ក៏ឡើងទៅបាទនេះគឺដូងផ្លែនៅនឹងស្រួលគឺស្ងប់ស្ងាត់អត់មានសំឡេងឡានរំខានអីញ៉ៃញ៉ៃទេគឺនៅនឹងគឺស្រួលស្ងប់ស្ងាត់ល្អបើសិនយើងមានលុយមានអីយើងនៅបែបចេះគឺល្អអត់ញ៉ៃញ៉ៃមនុស្សច្រើនមានមុខរបរមួយដែលថាចិញ្ចឹមជីវិតអាចរកចំណូលប្រចាំថ្ងៃមកហូបបានអានេះដែរគឺត្រប់ចកោមស្រុកខ្ញុំហៅត្រប់ចកោមខ្លះគេហៅត្រប់អីផ្សេងក៏ដឹងដែរតែខ្ញុំតាំងពីកើតមកក៏ហៅថាត្រប់ចកោមអាហ្នឹងគឺអាចយកបុកទឹកគ្រឿងបានស្លក៏បានស្លគោស្លអីបុកទឹកគ្រឿងបុកត្រប់បុកទៅឆ្អើបុកអីបុកហុកបុកអីដាក់បានគឺឆ្ងាញ់ស្លឹកបាសស្លឹកអីនៅពេញទៅនឹងឯងសារបន្លែងាកតាណាក៏ឃើញតែបន្លែនោះមានទាំងដើមកសាំងដើមខ្វិតមានទាំងអស់100មុខមែននឹងច្រើនមុខស្អីខ្លះនេះដៃគឺដាំពេញម៉ែអត់មានតនេគាត់ចេះតនេគឺដាំពេញហ្នឹងឯងក្រូចអនងលប៉ៅអីណាញីញ៉ៃត្រប់លាវនេះត្រប់លាវស្អំជលួងអីក៏មានដែរមានទាំងយិនសិនទៀតណោះអានេះស្រុកខ្ញុំហៅត្រប់លាវគេហៅស្អីគេអីពោតបារាំងតែសម្រាប់ខ្ញុំហៅតែត្រប់លាវសារហៅតាមតគ្នាមកអញ្ចឹងតែឈ្មោះពិតវាអត់ដឹងណាបើសិនជាបងប្អូនណាដឹងជួយ comment មកថានឹងគេហៅស្អីហៅត្រប់លាវឬក៏ពោតបារាំង
បាទនោះគឺល្មុតក៏ចាប់ដើមផ្លែមកហើយមកប្រាំងក៏អាចចាប់ដើមផ្កាតិចមកហើយព្រោះអីខែនេះខែ12គឺចាប់ដើមពោផ្កាមកមួយហើយគេថាស្ដុកអួញហ្នឹង